nhom lại chấm nấu thơm mấy chà mau ban của muối khai chà លោកស្រីស៊ូណារ៉េនរតនាជាពលរដ្ឋចំណូលថ្មីកំពុងរស់នៅក្នុងបរិយាមួយនាសង្កាត់ពុនសាងខណ្ឌព្រៃភ្នៅរាជធានីភ្នំពេញដោយមានកូនក្នុងបន្ទុកការផ្លាស់ប្ដូរទីលំនៅថ្មីតម្រូវឲ្យលោកស្រីសម្រេចចិត្តផ្លាស់ប្ដូរទីតាំងសិក្សារបស់កូនហើយស្វែងរកទីតាំងសិក្សាថ្មីសមស្របសម្រាប់ខ្លួនអ្នកនៅក្នុងភូមិមកគាត់ប្រាប់ថានៅសាលាហ្នឹងអ្នកគ្រូល្អអីចឹងណាចាហើយបរិញ្ញាសិស្សបានល្អមួយទៀតបងអូនខ្ញុំគាត់បានផ្លាស់មករៀននៅនឹងដែរអញ្ចឹងទៅយកក្មួយមករៀនមួយដែរទៅសាលាបឋមសិក្សាបឹងព្រៃជាជំរើសថ្មីដែលលោកស្រីស៊ូណារ៉េនរតនាសម្រេចចុះឈ្មោះឲ្យកូនចូលរៀនបើទោះជាសាលានៅឆ្ងាយពីផ្ទះរបស់ខ្លួនក្តីចង់ឲ្យគាត់មករៀននៅនឹងអញ្ចឹងព្រោះឯអ្នកចិត្តខាងគាត់បានប្រាប់ថានៅនឹងសាលាគ្រូបរៀនល្អអីចឹងណាចាមិនខុសពីលោកស្រីស៊ូណារ៉េនរតនាលោកស្រីខឹមផោះប្រជាពលរដ្ឋចំណូលថ្មីនិងប្រជាពលរដ្ឋប្រចាំតំបន់អះអាងដូចគ្នាថាថ្នាក់ដឹកនាំនិងគ្រូបង្រៀននៃសាលាបឋមសិក្សាបឹងព្រៃគ្រប់គ្រងនិងបង្រៀនមានគុណភាពល្អទើបពួកគាត់សម្រេចចិត្តយកកូនមកសិក្សារៀនសូត្រនៅទីនេះសាលាលោកគ្រូគាត់ដឹកនាំល្អដូចវាថាសិស្សអត់មកអញ្ចឹងគាត់តាក់ទងតែម្ដាយហើយគាត់តែយើងនិយាយល្អជាមួយយើងកូនចេះកូនចុះអត់មកចេះទៅអញ្ចឹងយើងមកយើងជាអាណាព្យាបាលយើងសកម្មយើងមកជួបគ្រូហើយមិនថាកូនក្មួយអីហើយអ្នកនៅមកនៅក្នុងភូមិនឹងអីចឹងណាក៏ទៅសារដែរថាសាលានឹងល្អមានវិន័យសម្ដាប់ធ្នាប់ល្អសូម្បីតែការស្លៀកពាក់មកសាលាអីក៏ល្អដែរចាគេទៅសារអញ្ចឹងចាធម្មតាដូចយើងជាម្ដាយយើងមកគ្រប់គ្រងដូចថាយើងមកមើលកូនដូចជាមេដាមករវល់ការងារដែលថាគាត់ធ្វើការធ្វើអីអញ្ចឹងគាត់អាចស្លៀកពាក់បានគាត់មកអញ្ចឹងគាត់មកឃើញជាក់ស្ដែងនឹងភ្នែកមកបើថាយើងតាមពាក្យចាមរាមគេនិយាយមកគាត់មិនជឿទេតើគាត់មកតស្ដែងអញ្ចឹងបានគាត់ដឹងថាហ្នឹងដូចយើងលក់របស់អីដែលល្អចាមាត់យើងចានាំទៅតគ្នាអញ្ចឹងចាតាំងគេទាំងខ្ញុំនឹងសួរគេសួរឯងហ្នឹងសាលានេះឬមិនដែរគ្រូមិនដែរយុមិនដែរអញ្ចឹងសួរយើងចានិយាយយើងឃើញការប៉ັດមិនយើងនិយាយអញ្ចឹងគាត់ធ្វើឲ្យចាប់អារម្មណ៍ណាចាចាប់អារម្មណ៍ចាច្រើនពាក្យច្រើនខ្ញុំថាអ្នកចំណូលថ្មីច្រើនជាងលោកឈួនឆាំចៅសង្កាត់ប៉ុនសាំងទទួលស្គាល់ថាពលរដ្ឋចំណូលថ្មីក្នុងមូលដ្ឋានរបស់លោកបានកើនឡើងយ៉ាងឆាប់រហ័សហើយភាគច្រើននៃគ្រួសារចំណូលថ្មីទាំងនោះមានកូនត្រូវចុះឈ្មោះចូលរៀនដោយយើងគិតថាក្នុងបរិយាមួយមានចិត្តទៅ1000ខ្នងបរិយាមួយបើគិតទៅវាបរិយា3បាទដែលត្រូវចូលមកវិនិយោគនៅក្នុងសង្កាត់អញ្ចឹងបរិយាមួយនោះគឺជាបរិយាទិញមកនៅចឹងមកអត់មានជួលអត់មានអីទេមានភូមិសាស្ត្រស្ថិតនៅផ្នែកពាយ័ព្យនៃរាជធានីភ្នំពេញសង្កាត់ប៉ុនសាំងមានភូមិចំណុះ24ភូមិមានសាលាបឋមសិក្សារដ្ឋចំនួន3កំពុងបម្រើសេវាផ្នែកអប់រំចុះសាលាទាំងអស់មាន4មានវិទ្យាល័យ1និងបឋម3ក៏ប៉ុន្តែដល់ពេលគាត់យកមកគាត់ចាប់អារម្មណ៍តែសាលាបឹងព្រៃនឹងក្នុងនាមជាចៅសង្កាត់និងជាប្រធានគណៈកម្មការគ្រប់គ្រងសាលារៀនលោកឈួនឆាំបានសម្គាល់ថាការដឹកនាំបានល្អការទទួលបានប័ណ្ណសរសើរពីមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញនិងថ្នាក់ខណ្ឌជាបន្តជាពិសេសការទទួលបានជ័យលាភីពានរង្វាន់សម្ដេចតេជោសែនឆ្នាំសិក្សា2023-2024លេខរៀងទី6នៅទូទាំងប្រទេសមានស្នាដៃល្អប្រសើរលើការអនុវត្តវិធីសាស្ត្របង្រៀនគណិតវិទ្យាថ្នាក់ទី1ថ្នាក់ទី2និងទី3កាលពីឆ្នាំ2025កន្លងទៅគឺជាចំណែកដ៏សំខាន់ធ្វើឲ្យសាលាបឋមសិក្សាបឹងព្រៃមានកិត្តិស័ព្ទ3រន្ទឺពលរដ្ឋនៅក្នុងតំបន់សម្រុកនាំគ្នាបញ្ជូនកូនចៅឲ្យរៀននៅទីនេះ